បងប្អូនមើលឃើញអត់ច្រឡំទេចេកមួយដើមទាញចំណូលឲ្យយើងបានប្រហែល$100ក្នុងមួយឆ្នាំបងប្អូនស្ដាប់អត់ច្រឡំទេចេកនេះប្រែក្លាយពីមួយដើមទៅជា5ដើមហើយវិធីដែលយើងទាញចំណូលបានគឺមាន2ទី1គឺយើងលក់ផ្លែចេកហើយទី2គឺយើងលក់កូនចេកណាចេកនេះគឺជាចេកឈ្មោះថាចេកលាក់វាមានពណ៌ក្រហមអញ្ចឹងទៅពណ៌ក្រហមឈាមជ្រូកបាទហើយតម្លៃវាគឺល្អកូនចេកមួយដើមយើងទទួលបានរង្វង់ពី$1ទៅ$1កន្លះណាបងប្អូនចេកនេះហើយចំនួនផ្លែវាក្នុងមួយស្តងគឺមានច្រើនបាទមានអាចប្រហែលជា8ទៅ9ស្និតក្នុងមួយស្តងហើយជាទូទៅយើងលក់គិតជាគីឡូបងប្អូនណា1គីឡូយើងបានរង្វង់ប្រហែលជា$2000ទៅ$2500ដែលយើងផ្លឹងទាំងស្តងវាអញ្ចឹងបងប្អូនគិតសម័យមើលថាបើហ្វិនជាមួយគុំនេះតើយើងអាចទទួលបានចំណូលប្រមាណទៀតនៅសល់5ដើមនេះបងប្អូន